ខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បារមីចក្រវាលមហាសាលសម្រាប់ថ្ងៃនេះដែរខ្ញុំបាននឹងមកអធិប្បាយរៀបរាប់អំពីពុទ្ធទំនាយព្រះនិមិត្តបុណ្យចេញមកលើកសាសនានៃមហានគររបស់ខ្មែរបងប្អូនប្រជាជនខ្មែរព្រមទាំងសង្គមពិភពលោកព្រមទាំងអស់អ្នកមានឧបនិស្ស័យមានជំនឿក្នុងផ្លេកបារមីជាអ្នកដែលបានយល់ដឹងអំពីរឿងរ៉ាវនៃពុទ្ធទំនាយឬពុទ្ធព្យាករឬមហាឥសីទំនាយព្រះអន្តទំនាយបានរងចាំនឹងវត្តមានរបស់ព្រះនិមិត្តបុណ្យជាតួអង្គនៃព្រះបាទធម្មដែលយើងចេញមកលើកសាសនាឲ្យថ្កុំថ្កើងរុងរឿងក្នុងពាក់កណ្ដាលសាសនា2500នៃសាសនាព្រះបរមគ្រូព្រះសាមណគោតមនៃយើងគ្រប់គ្នាឲ្យបានរីកថ្កុំថ្កើងត្រសំត្រសៃម្ដងទៀតចំពោះព្រឹត្តិការណ៍និងហេតុអត្ថសេចក្តីក្នុងពុទ្ធទំនាយដែលនិយាយអំពីរឿងរ៉ាវដែលអ្នកមានបុណ្យចេញមកលើកសាសនាគឺជារឿងរ៉ាវពិតប្រាកដដែលមានដំណើរតាំងពីយូរមកហើយរឿងរ៉ាវទាំងអស់នេះមានការកត់ត្រាច្បាស់ច្បងទុកដើម្បីដំណោះដល់កូនចៅពូជពងញៀនព្រះបារមីគ្រប់អង្គព្រមទាំងអស់មនុស្សឲ្យបានដឹងថានៅក្នុងការវេលាជាខាងមុខនេះមានតមិត្តទាំងឡាយនឹងចេញមកច្រើនអ្នកបន្លំខ្លួនអ្នកដែលចេញមកបន្លំខ្លួនថាជាអ្នកមានបុណ្យឬអ្នកដែលតាំងខ្លួនមានច្រើនក្នុងអំឡុងកាលនោះអន្តរាយវឹកវរជាច្រើនបានកើតឡើងហើយអ្នកដែលតាមរកអ្នកមានបុណ្យឬតាមរកព្រះនិមិត្តបុណ្យព្រះបាទធម្មនោះក៏កាន់តែច្រើនឡើងស្រេចរកអ្នកដែលមានកម្លាំងមហិទ្ធិឫទ្ធិអ្នកដែលមានព្រះបញ្ញាញាណមកជួយលើកទួយសាសនាជួយដល់ពួកគេឲ្យបានរីកចម្រើនឲ្យបានគេចផុតពីគ្រោះអន្តរាយទាំងឡាយទាំងពួងដែលកើតការច្បាំងកាប់គ្រប់ទីកន្លែងទាំងអស់មានតមិត្តបំផ្លាញសាសនាព្រមទាំងរឿងរ៉ាវពាក់កណ្ដាលសាសនានេះដែលខ្ញុំបាននឹងអធិប្បាយដូចតទៅព្រះបានអង្គលារាជនាំចូលទៅក្នុងទន្លេ4មុខនោះដល់កំណត់សាសនាព្រះពុទ្ធបាន2500ព្រះវស្សាពាក់កណ្ដាលព្រះពុទ្ធសាសនាហៅថាវិលសង្ឃវិលសូនក្នុងនគរកម្ពុជានោះក៏មានសល់តែព្រះភិក្ខុ4អង្គព្រះមហាឥសី4អង្គនិងព្រះអាចារ្យ1អង្គដែលជាអ្នកច្បាស់ច្បងក្នុងធម៌វិន័យជាបុគ្គលដ៏បរិសុទ្ធការច្បាំងតាំងអំពីបឹងស្រង់រៀងដល់កំពង់ទួលព្រះស្រីចេញទៅនគរឈៀងម៉ៃទើបចូលក្នុងទន្លេ4មុខវិញការច្បាំងមួយចំអិនកំពឹសឈាមដែពូដំរីទន្លេ4មុខនោះឯងនេះជាទំនាយដែលប្រាប់ហេតុការណ៍រីឯធម្មឹកទាំង8នោះក៏កំពុងច្បាំងគ្នាលក់លើយទើបឯធម្មឹកគោកធ្លោកដែលជាធម្មឹកពឹករមិលមើលទៅឃើញថាចិនលីកំពីទើបសួរថាយីចិនឯងលីកំពីទៅឯណានោះទើបចិនប្រាប់ថាអញលីកំពីទៅរកព្រះបាទធម្មឹកអ្នកមានបុណ្យទើបព្រះបាទធម្មឹកនៅទីនោះឆ្លើយថាអញទៅរកឯណាទៀតអញនេះហើយជាព្រះបាទធម្មឹករាជចិនឆ្លើយថាអ្នកឯងមិនមែនជាតួអង្គព្រះបាទធម្មឹកនោះទេទើបចិនដើរចេញទៅប្រទេសនិងអាចារ្យមួយទៀតទើបចិនដណ្ដឹងសួរថាអាចារ្យអើយអ្នកអាចារ្យក្រែងបានដឹងឮថាគេជាព្រះបាទធម្មឹកនោះតែលោកគង់នៅត្រង់ណាទីឋានណាឯណាទើបព្រះអាចារ្យឆ្លើយថាចឹកអើយអញឮថាគេព្រះបាទធម្មឹកស្ដេចគង់នៅភ្នំពេញទើបចិនឆ្លើយថានោះខ្ញុំដើររកពុំឃើញឡើយទើបចិនដើរចេញពីទីនោះបន្តិចក្រោយមកជួបជាមួយនឹងមនីឥសីមួយអង្គចិនក៏សួរថាលោកតាដឹងជាព្រះបាទធម្មឹកលោកគង់នៅទីឋានណាដែរទេសូមជួយប្រាប់ខ្ញុំផងទើបមនីឥសីឆ្លើយថាចឹកអើយព្រះបាទធម្មឹកនៃអ្នកមានបុណ្យព្រះអង្គគង់នៅភ្នំខ្ទឹងភ្នំត្បែងឯណោះទើបចិននោះក៏ដើរចេញពីព្រះមនីឥសីផុតទៅអាយុបន្តិចទៅដល់ឃើញភិក្ខុមួយអង្គកំពុងគង់លើថ្មនោះមើលទៅជីវរខ្មៅដោយផ្សាយរលរៀលមើលទៅដូចស្បង់ដាច់គ្មានសល់ឡើយគង់លើថ្មនោះឯងអើយចិនទើបសួរថាអ្នកអើយអ្នកភិក្ខុអ្នកឯងនេះហើយជាព្រះបាទធម្មឹកនោះទើបអ្នកភិក្ខុនោះក៏ឆ្លើយថាទេអាត្មានេះមិនមែនជាអង្គព្រះបាទធម្មឹកឬអ្នកមានបុណ្យអ្វីទេមិនដឹងជាលោកគង់នៅទីណាកន្លែងណាទេចំណែកអាត្មាបួសចម្រើនមេត្តាភាវនាប្រាថ្នាប៉ងជួបព្រះបាទធម្មឹករាជដែរចឹកឯងក៏មកថាអាត្មានេះដូច្នេះមិនសមឡើយទើបចិននោះដែលចេញពីទីនោះបន្តិចទៅហើយក៏ត្រឡប់ចូលមកវិញហើយថាអ្នកភិក្ខុនេះអើយអ្នកឯងហើយជាព្រះបាទធម្មឹកនោះទើបភិក្ខុឆ្លើយថាចឹកអើយចឹកមកដេចក៏មកយកអាត្មាផ្ទឹមនិងព្រះបាទធម្មឹករាជឯព្រះអង្គព្រះបាទធម្មឹករាជនោះគឺអង្គព្រះសអាមេត្រីស្រីពោធិញ្ញាណមកដេចឡើយក៏អ្នកឯងហ៊ានថាអាត្មាដូច្នេះ
ទើបចិននោះឆ្លើយថាបើមិនជឿខ្ញុំព្រះករុណាចូលនិមន្តក្រោកឡើងពីលើថ្មខាងត្បូងទៅគង់លើថ្មឯខាងជើងនោះវិញទើបអ្នកភិក្ខុនោះក្រោកឡើងអំពីថ្មឯខាងត្បូងទៅគង់លើថ្មឯខាងជើងវិញហើយក៏ផុសសម្ពុតកែវសូរងសម្ពុតទឹកផងធ្នឹមអំពរគ្រប់ប្រការទើបអ្នកភិក្ខុនោះសួរថាឯណាក៏មិនឃើញព្រះអិនព្រះព្រំអាត្មានឹងជឿផងទើបព្រះអិនព្រះព្រំក៏ឆ្លើយឡើងថាខ្ញុំព្រះករុណានៃទីនេះហើយទើបព្រះព្រំយាងមកបាក់ស្វេតឆ័ត្រគុជមួយរំពេចឡើងទើបអ្នកភិក្ខុនោះសួរថាឯណាមិនឃើញដំរីសភ្លុកខៀវទើបចិនឆ្លើយថាចូលអ្នកភិក្ខុក្រោកឡើងអំពីថ្មឯខាងជើងទៅថ្មខាងត្បូងវិញទើបអ្នកភិក្ខុនោះក្រោកពីថ្មខាងជើងទៅគង់នៅថ្មខាងត្បូងវិញគ្រានោះក៏បានឃើញដំរីមួយរំពេចហងទើបអ្នកភិក្ខុថាឯណាមិនឃើញព្រះបានចក្រឡោក្បាលដែលជាព្រះទីនាងនោះព្រះចក្រឡោក្បាលទាំង4ក៏ឆ្លើយថាខ្ញុំព្រះករុណានៃទីនេះហើយព្រះអង្គទើបអ្នកភិក្ខុថាឯណាមិនឃើញព្រះសារីរិកធាតុព្រះដ៏មានបុណ្យទាំង3ឋានមកស្ថិតលើបាតដៃអញទាំងពីរនោះទើបចិនអធិដ្ឋានស្រេចទើបព្រះសារីរិកធាតុអណ្ដែតគ្រប់ចក្រវាលមកស្ថិតនៅលើព្រះបាទព្រះហស្ថនៃអ្នកភិក្ខុមួយរំពេចនោះហងទើបអ្នកភិក្ខុថាឯណាមិនឃើញគម្ពីរពីបាតភ្នំប្រសិទ្ធមកគង់នៅទើបចិនអធិដ្ឋានគម្ពីរពីបាតភ្នំប្រសិទ្ធមួយរំពេចស្រេចហើយទើបអ្នកភិក្ខុសួរថាឯណាសេនា3ចម្ពោះនោះទើបសេនា3ឆ្លើយថាខ្ញុំព្រះករុណានៅទីនេះហើយទើបអ្នកភិក្ខុនោះទទួលព្រមថាខ្លួនជាព្រះអង្គព្រះបាទធម្មឹកជាអ្នកដែលមកលើកស្ទួយជួយសាសនានោះហងហើយផ្លាស់ប្ដូរគ្រឿងប្រដាប់អង្គមួយរំពេចទើបសេនាទាំង3នាំគ្នាចូលមកថ្វាយបង្គំទាំងព្រះអិនព្រះព្រំក៏ចោះមកទាំង100,000អង្គទើបព្រះអង្គព្រះកុមាររាជលើកពលចេញពីភ្នំកំចាយមកដង្ហែព្រះបាទធម្មរាជនៅឯក្រុងនគរកម្ពុជាទៅដល់ជ្រោយចង្វាហើយទើបសេនាខាងឆ្វេងក៏ផ្ទាត់ពន្លះធ្នូឬសូរដោយរន្ទះទាំង7កុកក្រែងរំជួយអស់គ្រប់ទីស្ថានទើបធម្មឹកនៃទីទៀបប្រាប់ទៅធម្មឹកក៏គុកធ្លោកជាធំថាអើយសាប់អើយចម្លែកដោយសាប់សាព្រះដ៏មានបុណ្យនោះឬទើបធម្មឹកនៅគុកធ្លោកវើយសាប់អ្វីក៏កុំស្ដាប់ចេះតែបាញ់ទៅទើបសេនាខាងស្ដាំក៏ផ្ទាត់ពន្លះធ្នូឡើងទៀតឬសូរដោយរន្ទះ100,000កោតស្ទើរភ្លុកក្រឡាប់ប្រតពីរបែកទើបធម្មឹកនៅទីទួលប្រាប់ទៅធម្មឹកគុកធ្លោកថាយើងកុំស្ដាប់សាប់អ្វីក៏ដោយចេះតែបាញ់ទៅទើបសេនាយៈទាំង500ក្រវីដំបងប៉ុនដើមថ្នោតហើយស្រែកថាណែអ្នកធម្មឹកដល់អង្គម្ចាស់យើងមកហើយណែអ្នកទាំងអស់គ្នាយើងឈប់សិនកុំអាលបាញ់គ្នាទើបធម្មឹកនៅក្នុងបឹងជ្រោះជ្រលងកោះទីទួលឮហើយក៏ស្រែកប្រាប់ទៅធម្មឹកដែលនៅកោះគុកធ្លោកថាវើយៈវិស្រែកថាណែព្រះបាទធម្មឹកស្ដេចមកហើយទើបធម្មឹកដែលនៅកោះធ្លោកស្ដាប់ហើយឆ្លើយថាវើយយើងកុំស្ដាប់ពាក្យយៈនោះឡើយចេះតែបាញ់ទៅយៈក៏បាញ់ដែរម្លោះហើយក៏ចេះតែបាញ់ទៅពុំមានស្បើយអស់អ្នកទាំងពលសេនាក៏ហែព្រះពោធិសត្វយើងចូលទៅក្នុងព្រះបរមរាជវាំងប្រាសាទរយហើយធម្មឹកអស់ទាំងនោះក៏តាមបាញ់តលតែចេញទឹកហើយទើបទម្លាក់កំភ្លើងនោះចោលទៅយកកំភ្លើងសម្រិតមកបាញ់វិញទៀតបាញ់ទៅក៏ឆេះកើតជាផ្កាគ្រប់ប្រការទើបទម្លាក់កំភ្លើងនោះចោលថ្វាយបង្គំព្រះដ៏មានបុណ្យនាកាលគ្រានោះឯងទើបពួកធម្មឹកទាំងអស់បានថ្វាយបង្គំថ្វាយទឹកថ្វាយដីថ្វាយផ្កាថ្វាយកោះទាំងអស់ចូលមូលមីមកបង្គំព្រះអង្គសំធ្វើជារាជបរិវារសេនារក្សាទឹកដីតទៅលុះត្រាតែ5000ព្រះវស្សាននោះទើបព្រះអង្គប្រើសេនាយៈទាំង1000ឲ្យទៅយកគម្ពីរពីបាតភ្នំកលែនមកថ្វាយព្រះអង្គគ្រានោះព្រះគោព្រះកែវក៏វិលមកគង់ក្នុងនគរក្រុងកម្ពុជាវិញនោះហងទើបព្រះអង្គផ្លាស់ឈ្មោះនគរក្រុងកម្ពុជានោះលើកឡើងជានគរវង្សភបុរីជាធំក្រៃលែងលើនគរផងទាំងឡាយចោះចូលមកថ្វាយបង្គំប្រណម្យអង្គសម្ដែងធម្មទេសនាប្រោសអស់ទេវតាមនុស្សសត្វផងទាំងឡាយក៏បានសេចក្តីសុខសប្បាយតរៀងទៅមនុស្សនៅព្រះនគរក៏មើលឃើញទេវតាទៅវិញទៅមកទាំងអស់គ្រប់ជាតិសាសន៍ដូចគ្នាជំងឺរោគាក៏សឹងនឹងខ្សាត់ខ្សាយ
មានតែសបាយទាំងប្រុសទាំងស្រីតរៀងទៅមនុស្សផងដែលត្រូវមិននៅក្នុងព្រះសាសនាក៏អន្តរាយអស់ទៅនៅសល់តែមនុស្សល្អៗតទៅលុះចិត្ត 5000 ព្រះវស្សារបស់ព្រះតថាគតនាកាលឯណោះព្រះបាទធម្មព្រះអង្គអភិសេកស្ដេចពីព្រះអង្គឲ្យសោយរាជតរៀងទៅស្ដេចនោះឈ្មោះថាព្រះបាទយុគន្ធរនិករាជស្ដេចមួយនោះឈ្មោះថាព្រះបាទភូវេនរិនរាជាធិរាជស្ដេចទាំងពីរព្រះអង្គនោះសោយរាជដោយប្រកាន់បែរនៃទសពិតរាជធម៌10ប្រការត្រូវបានតាមព្រះបន្ទូលមនុស្សផងមានកំណត់អាយុ220ឆ្នាំគ្រប់គ្នាដល់ចាស់នឹងមរណាគ្មានរោគីអ្វីនឹងមកបៀតបៀនមានតែសប្បាយរកអាហារភោជនផងទាំងឡាយក៏សឹងបែងដោយសេចក្តីប្រាថ្នាគ្រប់គ្នាទាល់តែដល់ 5000 ព្រះវស្សាបើអ្នកណាចង់ទាន់ព្រះបាទធម្មព្រះស្អាមេត្រីព្រះនិមិត្តបនមកលើកសាសនាតថាគតនោះឲ្យខំនឹកពុទ្ធធាងធម្មមាំងសង្ឃាំងព្រះអរហង្គកុំឲ្យមានដាច់ឡើយពេញបរិបូរឬពេញបរមីខែដាច់ក៏ចូលទៅសមាទានសិលចម្រើនមេត្តាភាវនាហើយនឹកតែពុទ្ធធាងអរហង្គនិដ្ឋតាំងក៏ចប់បរិបូរតែប៉ុណ្ណេះឯហងសេចក្តីអធិប្បាយខាងលើជាទំនាយឬពុទ្ធព្រះទំនាយដែលនិយាយអំពីរឿងរ៉ាវព្រះនិមិត្តបនចេញមកលើសាសនាដែលបងប្អូនអាចស្វែងរកការពិតនិងជឿជាក់បានថានេះជាទំនាយដូនតាបានចាត់ទុកតទៅមុខនឹងមានហេតុគ្រប់ប្រការសាសនាត្រូវផ្លាស់ប្ដូរពីរស់រយមកត្រសំត្រសៃដោយមានអង្គអ្នកមានបនព្រះបាទធម្មលោកយាងចេញមកលើកសាសនាដំកល់សាសនាឲ្យគ្រប់2500រហូតដល់ 5000 ព្រះវស្សាបន្តនេះជាអត្ថសេចក្តីដែលដូនតាចាត់ទុកតទៅមុខកូនចៅទាំងឡាយនឹងបានដឹងបានយល់តនព្រះនិមិត្តបនឲ្យតែខំសាងសិលភាវនាសេចក្តីបរិសុទ្ធប្រកាន់ភ្ជាប់នឹងនឹកគុណពុទ្ធធាងធម្មមាំងសង្ឃាំងព្រះអរហង្គសេចក្តីដូចតទៅនេះជាហេតុគ្រប់ប្រការដែលនាំឲ្យមានទំនាយកាលគ្រប់បែបយ៉ាងអន្តរាយទាំងឡាយទាំងពួងការវឹកវរគ្រប់ប្រការសង្គ្រាមច្បាំងកាប់ចាក់ទំនាយសង្គ្រាមផ្សេងៗក៏នឹងកើតឡើងពិតប្រាកដអ្នកដែលកើតកលាហលកើតឆេះប្រទេសតំបន់ជាអ្នកដែលមិនចោះចូលសាសនាមិនយល់ពីសាសនាបោះបង់សាសនាដ៏មានតម្លៃគឺព្រះពុទ្ធសាសនាទៅនៅក្នុងចុងកោមដែលនៅមួយមលុបពោដែលរុងរឿងរុងរួចដ៏អស្ចារ្យគឺមលុបពោសាសនានៃនគរខ្មែរសាសដតីនៅត្រឹមតែមួយចូលកំពឹសឯសពសត្វនឹងភ័យអន្តរាយទាំងឡាយទាំងពួងចាប់ពីពេលនេះតទៅចូលកត់ចំណាំថាវេលារបស់ផែនដីព្រមទាំងព្រះសាសនាព្រមទាំងទីឋានរបស់មនុស្សទេវតាទាំងឡាយទាំងពួងលោកបានចាត់ចែងរក្សាទុកដំកល់ព្រះសាសនាហើយប្រាប់ដល់មនុស្សជឿបំណឹងឲ្យបានដឹងគ្រប់គ្នាហើយតទៅពីឆ្នាំនេះទៅរឿងរ៉ាវព្រះទំនាយសាសនារឿងរ៉ាវនៃអ្នកមានបននឹងក៏ក្រើកបន្តិចម្ដងខ្លាំងឡើងអ្នកខ្លះចេញមកអះអាងថាខ្លួនឯងជាតួអង្គអ្នកមានបនជាអ្នកដែលមានរិទ្ធមានចេស្តានោះក៏ពុំមែនជាអ្នកមានបនពិតគ្រាន់តែជាអ្នកបន្លំគ្រាន់តែជាអ្នកបំភាន់មកធ្វើឲ្យមនុស្សមានការឈូឆាអ៊ូអរប៉ុន្តែនៅមានអំណាចតួអង្គអ្នកចេញមកពិតអ្នកបនអំណាចដឹងរឿងរ៉ាវពិតជាអ្នកដែលមកគូខ្មោះបញ្ចេញនូវហេតុនិងផលប្រធមទេសនាដល់សពសត្វគួរកត់ចំណាំដោយក្នុងពេលបច្ចុប្បន្ននេះប៉ុន្តែក្រៅពីនេះអ្នកផ្សេងទៀតដែលមិនទាន់យល់អត្ថសេចក្តីក៏ប្រឹងប្រែងស្វែងរកប្រស្នាដោះនៅប្រស្នារឿងរ៉ាវអត្តទំនាយទាំងអស់នេះក៏នៅបានដឹងរឿងពិតជាង 80% ដែលបង្កប់នៅក្នុងប្រស្នាដូនតាព្រមទាំងទំនាយឬពុទ្ធទំនាយដែលមានការផ្សារភ្ជាប់គ្នាទាំងព្រះអន្តទំនាយក្តីអេសីទំនាយក្តីពុទ្ធព្យាករក្តីសុទ្ធតែបានផ្សារភ្ជាប់នឹងរឿងរ៉ាវនៃទំនាយការដែលត្រូវមកដល់ហើយគូកត់ចំណាំនឹងបញ្ជាឲ្យដឹងកាន់តែច្បាស់ដើម្បីរងចាំនៅទូអង្គព្រះមានបនដែលលោកនឹងយើងមកពិតប្រាកដនេះជាទំនាយដូនតាដែលក៏សឹងនឹងចងចាំគ្រប់គ្នាទេវតាទាំងឡាយអរុគទេវតាគ្រប់ទីឋានទាំងអស់ក៏រងចាំព្រះបាទធម្មអ្នកមានបនចេញមកដើម្បីលើកស្ទួយជួយសាសនាដំកល់សាសនាព្រោះថាព្រះបរមគ្រូនៃយើងលោកបានផ្ញើសាសនានិងស្ដេចទេវតាព្រះឥន្ទ្រាធិរាជនិងអស់ពពួកទេវតាស័ក្តិទុយធំទាំងអស់ដើម្បីដំកល់សាសនារបស់ព្រះអង្គរងចាំអ្នកមានបនដូច្នេះហើយការប្រាប់រឿងរ៉ាវនិមិត្តគ្រប់ទំនាយឬប្រាប់ហេតុដំណឹងជាដំណើរពលសេចក្តីអត្ថសេចក្តីពំនូលទាំងឡាយសិតសឹងតែជាការបណ្ដាលរបស់តួអង្គស្ដេចទេវតាដែលលោកបានចាត់ចែងការ
នាំឲ្យអស់ទេវបុត្រទេវធីតាបានចុះមកចាប់កំណើតភពផែនដីសាងបំពេញបារមីរងចាំព្រះនិព្វានបន់នោះឯងដូច្នេះហើយរឿងរ៉ាវនៃព្រះបាទធម្មឹកនៅរង្គោះរង្គើនឹងក៏ក្រើកក្ឡើងនៅក្នុងនគរកម្ពុជានគរធិបតីរបស់យើងចូលអ្នកចាំជាឲ្យច្បាស់ត្រូវខំបដូរផ្លាស់ចិត្តគំនិតសង្កេតក្លាហល់គ្រប់ទីកន្លែងស្ដែងនឹងប្រាប់ដកហេតុការគ្រប់យ៉ាងចូលអ្នកទាំងឡាយត្រូវមានសេចក្តីអត់ធ្មត់មានមេត្តាធម៌ព្រមវិហារធម៌4សេចក្តីសន្តោសដល់សពសត្វត្រូវយកសិលទានភាវនាជាប់នៅខ្លួនឲ្យបានជាប្រកបនឹងអាចទាន់ព្រះអង្គហើយនឹងបានរួចខ្លួនពីអំពើកម្មអំពើបាបទាំងឡាយដែលខ្លួនឯងបានសាងហើយនឹងលែងជំរះកម្មឬបានទទួល